មានលុយត្រឹមតែ$168បងប្អូនអាចខ្លាយទៅជាម្ចាស់ខុនដូដ៏ស្រស់ស្អាតមួយភ្លាមនៅក្នុងពិភពថ្មីខុនដូសែនសុខអញ្ចឹងដើម្បីដឹងព័ត៌មានលម្អិតអាចមកទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នានិយាយទៅមិនថាយើងមិនថាគេទេតែងតែចង់បានជំរកដ៏ស្រស់ស្អាតជាកម្មសិទ្ធិផ្ទាល់ខ្លួនតើមានឱកាសល្អចាប់យកឱកាសនេះឲ្យបានព្រោះថាគម្រោងទី1បើកលក់2ខែមុនហ្នឹងគឺលក់អស់បាត់ហើយមុននឹងបង្ហាញគម្រោងទី2ខ្ញុំមកបង្ហាញបន្ទប់គំរូគេសិននេះជាប្រភេទមួយបន្ទប់គេងដែលមានទំហំទៅដល់39ម៉ែត្រការ៉េក្នុងនោះមានបន្ទប់ទទួលភ្ញៀវធំល្មមមានបន្ទប់គេងដ៏ស្រស់ស្អាតមួយមានបន្ទប់ទឹកនៅខាងក្រៅនិងកន្លែងចម្អិនអាហារគេមានថែមជូនម៉ាស៊ីនបឺតក្លិនទូចង្ក្រានលើក្រោយប្រព័ន្ធម៉ាស៊ីនត្រជាក់ហើយមានបំពាក់ឧបករណ៍ផលិតអគ្គិភ័យទៀតផងបន្ទប់គេងទំហំ4ម៉ែត្រកន្លះគុណនឹង2.9ម៉ែត្រគឺថាទំហំធំល្មមអត់ចង្អៀតទេឲ្យមានបង្អួចកញ្ចក់បែបនេះមានពន្លឺចេញចូលគ្រប់គ្រាន់ហើយមានវេរ៉ង់ដាតូចល្មមយើងអាចដាក់ម៉ាស៊ីនបោកអានខាងក្រៅបានសម្រាប់ផ្លូវដើរក្នុងខុនដូគឺថាទំហំ2ម៉ែត្រពេញតែម្ដងហើយខាងនេះវិញជាខុនដូដែលមាន2បន្ទប់គេងដោយមានទំហំ78ម៉ែត្រការ៉េមាន mini bar space សម្រាប់ឲ្យយើងញ៉ាំបាយនិងកន្លែងចង្អិនអាហារមួយដ៏ស្រស់ស្អាតមួយផងដែរមានកន្លែងទទួលភ្ញៀវដ៏ធំបន្ទប់គេង2បន្ទប់ទឹក2ហើយសម្រាប់ការថែមជូនគឺមានដូចគ្នាហើយនិយាយថាតាក់ទងជាមួយនឹងការឌីក័រវិញបើសិនជាបងប្អូនចង់បានការរៀបចំបន្ទប់ដែលស្អាតបែបនេះអាចតាក់ទងទៅខាងខុនដូគេផ្ទាល់សម្រាប់បន្ទប់មេគ្រួសារនេះគឺភ្ជាប់មកជាមួយបន្ទប់ទឹកយ៉ាងធំវេរ៉ង់ដាក៏វេដូចគ្នាដែរសម្រាប់ទីតាំងផ្ទាល់គឺត្រឹមតែ12នាទីទេពីផ្សារ Eon 2ស្ថិតនៅលើមហាវិថី Depok ដែលមានផ្សារផ្ទះអាជីវកម្មនិងក្លឹបហាត់ប្រាណផងដែរហើយនិយាយពីតម្លៃវិញគឺធូរមែនទែនខុនដូមួយបន្ទប់គេងតម្លៃត្រឹមតែ$18,888ប៉ុណ្ណោះអញ្ចឹងគឺថាល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានប្រាក់ចំណូលមធ្យមយើងអាចបង់ប្រចាំខែត្រឹមតែ$168ហើយកាន់តែល្អគឺមិនចាំបាច់មានប្រាក់កក់ឡើយយើងអាចចូលរស់នៅបានក្នុងរយៈពេល12ខែដោយគម្រោងទី2នេះគេនឹងបើកលក់ចាប់ពីថ្ងៃទី17ខែ5 2025នេះតទៅបងប្អូនអាចតាក់ទងទៅកាន់ពេកអ្នកអង្គការហុងពីវបាន